បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រីរដ្ឋាភិបាលថ្នាក់ខេត្តទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមមកនេះពេលកន្លងទៅថ្មីនេះគម្រោងអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុតខ្នាតតូចនិងខ្នាតមធ្យមនៅកម្ពុជាក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍអន្តរជាតិ USAID បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់មន្ត្រីរដ្ឋាភិបាលជាលើកទី2ទៅកាន់ប្រទេសម៉ាឡេស៊ីដំណើរទស្សនកិច្ចសិក្សានេះមានគណៈប្រតិភូកម្ពុជាចូលរួមចំនួន19រូបដែលជាមន្ត្រីមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងពាណិជ្ជកម្មនិងមន្ត្រីរដ្ឋាភិបាលថ្នាក់ខេត្តមកពីមន្ទីរកសិកម្មមន្ទីរពាណិជ្ជកម្មនិងមន្ទីរឧស្សាហកម្មនៃខេត្តគោលដៅចំនួន5របស់គម្រោងគឺខេត្តក្រចេះព្រៃវែងស្វាយរៀងកំពង់ចាមនិងខេត្តកំពង់ស្ពឺគោលបំណងសំខាន់នៃទស្សនកិច្ចសិក្សានេះគឺស្វែងយល់ពីបទពិសោធន៍និងទួនាទីរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការគាំទ្រនិងជំរុញការលើកទឹកចិត្តដល់ផ្នែកឯកជននៅក្នុងប្រទេសម៉ាឡេស៊ីស្វែងយល់ពីការលើកកម្ពស់បរិយាកាសអាជីវកម្មរបស់រដ្ឋាភិបាលដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៃសហគ្រាសខ្នាតតូចនិងខ្នាតមធ្យមនៅក្នុងប្រទេសម៉ាឡេស៊ីស្វែងយល់ពីដំណើរការរៀបចំយន្តការនៃការសម្របសម្រួលរវាងរដ្ឋាភិបាលម៉ាឡេស៊ីនិងវិស័យឯកជនស្វែងយល់ពីដំណើរការអភិវឌ្ឍនៃវិស័យឯកជននៅក្នុងប្រទេសម៉ាឡេស៊ីពីអតីតកាលរហូតមកដល់មានការរីកចម្រើននាពេលបច្ចុប្បន្ននេះក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល7ថ្ងៃគឺចាប់ពីថ្ងៃទី30ខែមីនាដល់ថ្ងៃទី5ខែមេសាឆ្នាំ2008នេះគណៈប្រតិភូកម្ពុជាបានធ្វើទស្សនកិច្ចសិក្សានិងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលក្រុមហ៊ុនអាជីវកម្មឯកជននានាជាពិសេសម្ចាស់សហគ្រាសខ្នាតតូចនិងខ្នាតមធ្យមនៅក្នុងប្រទេសម៉ាឡេស៊ីដែលក្នុងនោះរួមមានអាជ្ញាធរទីផ្សារនៃផលិតកម្មរបស់កសិករដែលហៅកាត់ថា Pharmaអាជ្ញាធរទទួលបន្ទុកដីទំនេរសម្រាប់ការស្ដារស្ថានភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ Felda វិទ្យាស្ថានអភិវឌ្ឍនិងស្រាវជ្រាវរបស់ម៉ាឡេស៊ីម៉ាលីសាជីវកម្មអភិវឌ្ឍឧស្សាហកម្មខ្នាតតូចនិងខ្នាតមធ្យមដែលជាទីភ្នាក់ងារនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី SMEDIC និងម្ចាស់កសិដ្ឋានសហគ្រាសឯកជនខ្នាតតូចនិងខ្នាតមធ្យមនៃប្រទេសម៉ាឡេស៊ីFelda ជាអាជ្ញាធររបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលទទួលបន្ទុកដីទំនេរសម្រាប់ការស្ដារស្ថានភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីអភិវឌ្ឍវិស័យកសិឧស្សាហកម្ម Felda បានពង្រីកតំបន់ថ្មីដែលផ្ដល់នូវលំនៅឋាននិងបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទីជនបទលើសពីនេះទៀតគ្រួសារនីមួយៗអាចទទួលបានដីសម្បត្តិចំនួនប្រមាណ2ហិកតានិងពូជសម្រាប់ដំណាំកៅស៊ូនិងដំណាំដូងប្រេងបន្ថែមទៀតFelda is a process of ដើម្បីធានានិរន្តរភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ថ្មីទាំងនោះ Felda ជួយផ្ដល់ផ្នែកបច្ចេកទេសព្រមទាំងគាំទ្រផ្នែកហិរញ្ញវត្ថុអភិវឌ្ឍភាពផង So how to alleviate poverty Pharma ជាសហព័ន្ធអាជ្ញាធរទីផ្សារសម្រាប់ផលិតផលកសិកម្មស្ថាប័ននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងម្ចាស់សហគ្រាសកសិឧស្សាហកម្មទាំងអស់ជាមួយនឹងអតិថិជនទាំងក្នុងនិងក្រៅប្រទេសម្យ៉ាងទៀត Pharma ជាអ្នកស្រាវជ្រាវព័ត៌មានអំពីតម្រូវការទីផ្សារទាំងអស់ហើយផ្ដល់ព័ត៌មានត្រឡប់ដល់បណ្ដាញម្ចាស់សហគ្រាសខ្នាតតូចនិងខ្នាតមធ្យមប្រកបដោយប្រសិទ្ធភាពដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មឲ្យទាន់ទីផ្សារពាណិជ្ជកម្មពិភពលោក Pharma បានបង្កើតស្តង់ដារគុណភាពផលិតផលការវេចខ្ចប់និងជំនួយបច្ចេកទេសគ្រប់គ្រងព្រមទាំងបង្កើតផ្លាកសញ្ញាសម្រាប់ផលិតផលទាំងអស់ទូទាំងប្រទេសម៉ាឡេស៊ីPharma នេះដើរតួនាទីសំខាន់ដែលចម្លងព័ត៌មានពីអ្នកផលិតទៅដល់ទីផ្សារប្រើប្រាស់អញ្ចឹងធ្វើឲ្យអ្នកផលិតហ្នឹងផលិតចំតម្រូវការប្រើប្រាស់ចំតម្រូវការទីផ្សារហើយបើសិនជាកម្ពុជាអាចពិចារណាហើយរៀនសូត្របង្កើតជាភ្នាក់ងារមួយជាសហព័ន្ធមួយដែលមានតួនាទីដោយ Pharma ក៏មានផលប្រយោជន៍សម្រាប់ជួយផលិតករកម្ពុជាដើម្បីផលិតទៅឲ្យត្រូវសំណូមពរទីផ្សារទាំងគុណភាពទាំងតម្លៃទាំងតម្រូវការស្តង់ដារផលិតផលអីសពបែបសពយ៉ាងយើងផលិតបានមកគឺត្រឹមត្រូវតាមទីផ្សារតែម្ដងខ្ញុំគិតថាតួនាទី Pharma នៅក្នុងប្រទេសម៉ាឡេមានប្រយោជន៍សំខាន់សម្រាប់កម្ពុជាយកទៅពិចារណា
ក្រសួងអភិវឌ្ឍសហគ្រិននិងសហប្រតិបត្តិការមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដួចផ្ដើមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព្រមទាំងផ្ដល់ហិរញ្ញប្បទានបណ្ដុះបណ្ដាលបច្ចេកទេសផ្សេងៗគោលការណ៍របស់ក្រសួងគឺពង្រឹងសមត្ថភាពសហគ្រាសដែលមានស្រាប់និងលើកទឹកចិត្តដល់សហគ្រាសទើបបង្កើតថ្មីដោយធ្វើឲ្យប្រសើរឡើងនៅបរិយាកាសអាជីវកម្មម៉ាឌីជាវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មម៉ាឡេស៊ីបច្ចុប្បន្ននេះវិទ្យាស្ថានកំពុងសិក្សាស្រាវជ្រាវលើគុណភាពផលិតផលដើម្បីផ្ដល់នូវវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនានាដូចជាការវេចខ្ចប់និងអនាម័យផលិតផលក្នុងខ្សែសង្វាក់ផលិតកម្មឲ្យស្របទៅនឹងស្តង់ដារប្រកួតប្រជែងស្មេឌិកគឺជាសាជីវកម្មអភិវឌ្ឍឧស្សាហកម្មខ្នាតតូចនិងខ្នាតមធ្យមដែលជាទីភ្នាក់ងារនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិប្រទេសម៉ាឡេស៊ីស្មេឌិកជាអ្នកអភិវឌ្ឍសហគ្រាសទាំងនោះឲ្យមានសមត្ថភាពនិងមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុកនិងអន្តរជាតិលើសពីនេះទៀតស្ថាប័ននេះបានផ្ដល់នូវជំនួយទាំងផ្នែកបច្ចេកទេសនិងថវិកាដល់សហគ្រាសទាំងអស់ដែលត្រូវការមូលនិធិក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគេម្យ៉ាងទៀតស្មេឌិកធ្វើការស្រាវជ្រាវនិងវិតម្លៃរាល់ដំណើរប្រតិបត្តិការរបស់សហគ្រាសទាំងអស់ជាប្រចាំ In Malaysia there are few ministry agencies that ភ្នាក់ងារអាជ្ញាធរទាំងអស់ក្នុងប្រទេសម៉ាឡេស៊ីមានតួនាទីនិងភារកិច្ចដោយឡែកពីគ្នាភ្នាក់ងាររដ្ឋាភិបាលទាំងអស់ដូចជាក្រសួងអភិវឌ្ឍសហគ្រិននិងសហប្រតិបត្តិការ MECD សហព័ន្ធអាជ្ញាធរទីផ្សារសម្រាប់ផលិតផលកសិកម្ម Pharma, Felda, Madi, LAC និង LAC ពួកយើងមានកិច្ចប្រជុំយ៉ាងទៀងទាត់ដើម្បីជៀសវាងធ្វើការជាន់គ្នាហើយសហការគ្នាដើម្បីជួយជំរុញអាជីវកម្មខ្នាតតូចខ្នាតមធ្យមទាំងអស់ឲ្យមានការលូតលាស់ដោយស្ថិរភាពក្នុងរបៀបនេះសហគ្រិនរៀនពីមធ្យោបាយអភិវឌ្ឍបែបជាប្រព័ន្ធដែលអាចកាត់បន្ថយការខាតបង់និងការខ្សែធន ក្នុងដំណើរទស្សនកិច្ចសិក្សានេះគណៈប្រតិភូកម្ពុជាបានទស្សនាផងដែរនៅតាមសហគ្រាសចិញ្ចឹមជ្រូកគោមាន់និងកសិដ្ឋានចិញ្ចឹមត្រីក្នុងប្រទេសម៉ាឡេស៊ីការកកើតឡើងថ្មីនៃប្រព័ន្ធដែលពឹងផ្អែកទៅលើទំនើបភាវូបនីយកម្មនៃកសិឧស្សាហកម្មនិងកសិពាណិជ្ជកម្មក្នុងអំឡុងពេលប្រមាណឆ្នាំចុងក្រោយនេះបានលេចឡើងនូវរូបភាពថ្មីបានធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់រដ្ឋាភិបាលម៉ាឡេស៊ីផ្លាស់ប្ដូររីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយការរៀបចំទុកជាមុនយុទ្ធសាស្ត្រទាំងនេះបានកើនឡើងដោយសារប្រសិទ្ធភាពសហគ្រាសអាជីវកម្មទាំងអស់ក្នុងតំបន់ The government will set up very strong finance support ជាទូទៅរដ្ឋាភិបាលនៅប្រទេសម៉ាឡេស៊ីផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ម្ចាស់សហគ្រាសដូចជាពួកយើងអាចទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាបជាង 4% ក្នុងមួយឆ្នាំលើពីនេះទៅទៀតរដ្ឋាភិបាលបានបណ្ដុះបណ្ដាលរបៀបគ្រប់គ្រងផងនិងបច្ចេកវិទ្យាសម្ស្របដល់ម្ចាស់សហគ្រាសនីមួយៗជាពិសេសដោយកសិដ្ឋានចិញ្ចឹមត្រីនេះរដ្ឋាភិបាលផ្ដល់ដីសម្បត្តិសម្រាប់ការអភិវឌ្ឍតាមសេចក្តីត្រូវការរបស់យើងព្រោះយើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញដីទេដោយអស់លោកដឹងស្រាប់ហើយបើគ្មានដីទេពួកយើងក៏មិនអាចអភិវឌ្ឍបានឡើយហើយយើងគិតថានៅកម្ពុជាក៏ដូចគ្នាដែរ ក្នុងដំណើរទស្សនកិច្ចសិក្សានេះផងដែរគណៈប្រតិភូកម្ពុជាបានចូលរួមក្នុងវេទិកាពិភាក្សាជាមួយសមាជិកសភាពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីកិច្ចពិភាក្សាបានផ្ដោតពីបញ្ហាបរិយាកាសអាជីវកម្មព្រមទាំងធ្វើការផ្លាស់ប្ដូរព័ត៌មានសម្រាប់ការវិនិយោគកិច្ចប្រជុំរយៈពេល3ម៉ោងនេះសមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ីបានបង្ហាញអំពីបទពិសោធន៍ស្ថានភាពនិងបរិយាកាសអាជីវកម្មរបស់ពួកគេជូនដល់គណៈប្រតិភូកម្ពុជា
ជាការឆ្លើយតបគណៈប្រតិភូកម្ពុជាបានជម្រាបជូនអំពីការរីកចម្រើនថ្មីក៏ដូចជាឱកាសអាជីវកម្មនិងបទបញ្ញត្តិមួយចំនួនរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងទំនាក់ទំនងវិនិយោគនៅកម្ពុជាគោលបំណងសំខាន់របស់គណៈប្រតិភូកម្ពុជាយើងខ្ញុំគឺស្វែងយល់អំពីបទពិសោធន៍និងទួនាទីរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការគ្រប់គ្រងនិងជំរុញលើកទឹកចិត្តដល់ផ្នែកឯកជននៅក្នុងប្រទេសនេះយើងខ្ញុំក្នុងនាមប្រតិភូតាមបណ្ដាខេត្តសូមអំពាវនាវអស់លោកស្រីជាមន្ត្រីរដ្ឋាភិបាលពិសេសសហគ្រិនពាណិជ្ជករដែលមានវត្តមាននៅទីនេះសូមធ្វើការចាប់អារម្មណ៍ដើម្បីអញ្ជើញទៅវិនិយោគនៅកម្ពុជានេះជាឱកាសដ៏ល្អប្រសើរបំផុតសម្រាប់អស់លោកស្រីជាថ្មីម្ដងទៀតយើងខ្ញុំសូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិរដ្ឋាភិបាលម៉ាឡេស៊ីនិងអស់លោកស្រីទាំងអស់ដែលបានជួយផ្ដល់នៅការគាំទ្រនិងកិច្ចសហការល្អធ្វើឲ្យដំណើរការទស្សនកិច្ចសិក្សារបស់យើងខ្ញុំបានប្រកបដោយជោគជ័យហើយយើងខ្ញុំសង្ឃឹមថាកម្ពុជានឹងអាចរៀនសូត្របាននៅបទពិសោធន៍ល្អៗពីប្រទេសម៉ាឡេស៊ីដើម្បីយកទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួនកម្ពុជាកំពុងស្ថិតនៅពាក់កណ្ដាលយុគសម័យកសិកម្មបែបប្រពៃណីដើម្បីទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលគ្រប់គ្រងឧស្សាហកម្មធុនធ្ងន់ម្ចាស់សហគ្រាសទាំងអស់ត្រូវធ្វើការប្រកួតប្រជែងដើម្បីឲ្យសេដ្ឋកិច្ចរបស់ខ្លួនអាចរស់រានមានជីវិតបាននិងយល់ដឹងអំពីយុទ្ធសាស្ត្រដើម្បីពង្រីកទីផ្សារអន្តរជាតិក្នុងដំណើរទស្សនកិច្ចសិក្សានេះគណៈប្រតិភូបានទទួលអត្ថប្រយោជន៍ជាច្រើនដូចជា 1. លើកទឹកចិត្តការបង្កើតថ្មីនៃសហគ្រាសឧស្សាហកម្មនិងបង្កើននិរន្តរភាពរយៈពេលវែងក្នុងរបៀបមួយដែលឈានទៅដល់ការបង្កើតអាជីពការងារបែបឧស្សាហកម្មនិងវប្បធម៌សហគ្រិន 2. ពង្រឹងសមត្ថភាពសហគ្រាសខ្នាតតូចនិងខ្នាតមធ្យមសម្រាប់ការប្រកួតប្រជែងពិភពលោកក្នុងលក្ខខណ្ឌនេះសហគ្រាសអាចបង្កើនប្រាក់ចំណូលសម្រាប់ប្រទេសជាតិផងនិងផ្ដល់នូវឱកាសការងារសម្រាប់សហគ្រាសឧស្សាហកម្មខ្លួនឯងផង 3. ជំរុញលើកទឹកចិត្តឲ្យមានការផលិតកើតចេញពីសហគមន៍ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅជនបទនិងប្រជាពលរដ្ឋដែលមិនមានលទ្ធភាពដូច្នេះពួកគាត់អាចមានការងារធ្វើច្រើននិងទទួលប្រាក់ចំណូលគ្រប់គ្រាន់ 4. បង្កើតឲ្យមាននូវបទដ្ឋានស្តង់ដារគំរូនិងបទបញ្ញត្តិសម្រាប់ទ្រទ្រង់ស្ថាប័នសាធារណៈនិងឯកជនព្រមទាំងបង្កើតបណ្ដាញទំនាក់ទំនងដូច្នេះសហគ្រាសខ្នាតតូចនិងខ្នាតមធ្យមជាមួយនឹងបុគ្គលិករបស់ខ្លួនមានលទ្ធភាពបន្តការរីកចម្រើនរបស់ខ្លួនបានលើសពីនេះទៀតរដ្ឋាភិបាលអាចធ្វើការសម្របសម្រួលនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ជាលទ្ធផលវានឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា